ផ្លេចខ្លួនជាដល់ថ្ងៃភ្ជុំបិណ្ឌទៀតបាទដូច្នេះហើយតតែត្រៀមវ៉ាន់ទុកមុនឲ្យហើយសម្រាប់ភ្ជុំបិណ្ឌណាមួយដោយសារតែនៅសល់តែ2ខែជាងទៀតទេចិត្តបានតលេងស្រុកហើយរបស់សំខាន់ពេលតលេងស្រុកអត់មានអីច្រើនទេពុកម៉ែបងប្អូនគឺមានតែស្លៀកបំពាក់នឹងឯងឲ្យតែលឺថាបានតលេងស្រុកពេលណាគឺដឹងតែរៀបចំបត់ស្លៀកបំពាក់ទុកមុនឲ្យហើយពេលខ្លះដែរលក់ក៏មានដែរបត់ឲ្យតែព្រឹកឡើងចឹងទៅចាប់បានតលេងស្រុកឲ្យតែលឺថាតលេងស្រុកចឹងទៅគឺដឹងតែរំភើបខ្លាំងមែនតើដេកដឹងតែអត់លក់ទេនិយាយទៅឲ្យតែលឺថាបានតាណាមួយគឺដឹងតែដេកអត់លក់តែម្ដងពុកម៉ែបងប្អូនហើយពេលតលេងស្រុកលើកមុនគឺអត់បានស្លៀកបំពាក់ទៅទេដោយសារតែតើអត់បានត្រៀមទុកមុនចឹងទៅតែបញ្ញាអត់បានត្រៀមអីទៅសោះហើយថាតលេងថ្ងៃសៅរ៍ចឹងទៅស្អែកឡើងថ្ងៃអាទិត្យមកវិញណាប៉ុន្តែមានអីតតែថ្ងៃពុធទៅបានមកវិញចឹងទៅពេលហ្នឹងគឺស្ដាយដែរទៅការខែ6ណាពុកម៉ែបងប្អូនអត់មានបានវៃស្លៀកពាក់ទៅសោះហើយណាមួយដោយសារតែស្លៀកពាក់យកមកពីស្រុកអស់ហើយយកមកទុកនៅបន្ទប់នេះណាដល់ពេលនៅស្រុកគឺអត់មានស្លៀកពាក់ទេចឹងពេលរៀងទៅស្រុកអត់មានស្លៀកពាក់ចឹងគឺរៀងពិបាកដែរហើយលើកនេះគឺអត់ឲ្យខាតទេនឹងវៃស្លៀកពាក់ទៅពេលភ្ជុំណាហើយសំណាងដែរពុកម៉ែបងប្អូនថ្ងៃនេះមានបងស្រីម្នាក់គាត់បានផ្ញើអីវ៉ាន់ជូនខ្ញុំចឹងទៅហើយអីវ៉ាន់ដែលគាត់ផ្ញើគឺមានដូចជាប្រភេទអាវចាក់ណាពុកម៉ែបងប្អូនហើយនឹងគ្រឿងសម្អាងហើយអរគុណទឹកចិត្តបងស្រីខ្លាំងមែនតើហើយគាត់ផ្ញើមកតាំងពីម្សិលមិញប៉ុន្តែនឹងខ្ញុំបានទៅយកទេទៅតែថ្ងៃនេះតនេពេលចេញពីរៀនមកក៏ជិះហួសទៅយកនៅវរៈបុណ្យធម្មចឹងទៅណាមួយដោយសារតែម្សិលមិញភ្លៀងផងអីផងនិយាយទៅមួយរយៈនេះគឺភ្លៀងរាល់ថ្ងៃដែរប៉ុន្តែនៅស្រកដឹងតែភ្លៀងឬអត់ទេហើយនេះគឺអាវដែលខ្ញុំទទួលបានពីខាងបងស្រីណាពុកម៉ែបងប្អូនគឺស្អាតខ្លាំងមែនតើពាក់សាកឲ្យហើយទៅចង់ដឹងថាយ៉ាងម៉េចដែរចឹងទៅណាហើយក៏អរគុណទឹកចិត្តគាត់ដែរដែលបានឲ្យអាវខ្ញុំចឹងទៅហើយនេះវិញគឺជាគ្រឿងសម្អាងសម្រាប់លាបមុខគឺដើម្បីបំបត្តិមុនចឹងទៅហើយអាវនេះគឺរាងស្អាតដែរប្រភេទអាវចាក់ធ្វើពីអំបោះហើយទន់រលោងដែរពុកម៉ែបងប្អូនពាក់ខែក្តៅចឹងទៅគឺឆលលហើយមកគឺរាងត្រជាក់ដែរណាលហើយចឹងទៅហើយចង់ពាក់ដើរលេងក៏បានពាក់ទៅណាទៅណីក៏បានស្លៀកជាមួយសពុតក៏បានពាក់ជាមួយសពតក៏បានខោក៏បានតាមពុកម៉ែបងប្អូនតាមចំណង់ចំណូលចិត្តចឹងទៅហើយអាវនេះគឺប្រភេទពណ៌ពណ៌ពងមាន់ណាពុកម៉ែបងប្អូនអាវមុនហ្នឹងគឺប្រភេទពណ៌ទឹកប៊ិចហើយសិតស្អាតទាំងអស់ហើយក៏អរគុណទឹកចិត្តគាត់ដែរដែលបានឲ្យខ្ញុំចឹងទៅហើយបន្ទាប់មកវីដេអូខ្ញុំថ្ងៃនេះក៏អត់សូវមានអីច្រើនដែរពុកម៉ែបងប្អូនបើសិននិយាយខុសឆ្គងអីសូមខន្តីអភ័យទោសផងដោយសារតែពេលបញ្ចូលសម្លេងខ្លះទៅគឺរៀងឈឺកពេលខ្លះទៅបញ្ចូលសម្លេងចាំទៅមុខទៅអត់ដឹងយ៉ាងម៉េចដែររៀងស្អកកពេលខ្លះឈឺកចឹងទៅនិយាយទៅអាចនឹងខុសឆ្គងដែរបើសិនជាខុសឆ្គងអីពុកម៉ែបងប្អូនសូមអភ័យទោសផងណាពុកម៉ែបងប្អូននិយាយទៅជាប់មាត់រហូតនិយាយឡើងចង់ច្បាស់ឲ្យដោយសារឈឺកពេកចឹងទៅនិយាយទៅចេះតែចង់រកក៏ងួរណាពុកម៉ែបងប្អូនដូចនិយាយទៅរៀងផ្ដាសាយហើយបន្ទាប់មកគឺខ្ញុំហូបបាយរួចរាល់អស់ហើយនេះល្ងាចឡើងគឺភ្លៀងចឹងទៅសភាពបន្ទាប់ពីល្ងាចគឺមេសតុំឃើញចឹងហើយនៅស្រុកប៉ុន្តែនៅសល់តែ2ខែជាងនៅសល់តែ2ខែជាងទៀតទេជិតបានតលេងស្រុកហើយបើសិនជាពុកម៉ែបងប្អូនចូលចិត្តវីដេអូនឹងខ្ញុំអីកុំភ្លេចជួយចុច like follow page TikTok នឹងខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីជាច្រើនទៀតអញ្ចឹងណាហើយបើសិនជាខ្ញុំនិយាយខុសឆ្គងពាក្យពេចន៍អីសូមពុកម៉ែបងប្អូនកាន់តែអភ័យទោសផងដោយសារតែពេលខ្លះនិយាយអត់ចង់ច្បាស់ពេលខ្លះទៅនិយាយញាប់ពេកពេលខ្លះទៅនិយាយលឿនពេកអញ្ចឹងទៅពេលខ្លះឈឺកអញ្ចឹងទៅនិយាយចង់ច្បាស់តែពុកម៉ែបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នានៅ